Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ច្រឡំមកកាន់ Channel របស់ July Gaming ចង់ច្រឡំដូចពេលហើយថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបើក Developer Option ដើម្បីយើងធ្វើការ Share DPI ក្នុងការឲ្យវាលេង game ស្រួលគ្នាយើងហើយបើគ្នាយើងចេះហើយសូមអធិស្ឋានផងមកវីដេអូរបស់ខ្ញុំនេះចង់បរៀនទៅដល់បងប្អូនយើងដែលគាត់អត់ចេះចឹងណាគ្នាយើង តើមុននឹងកាន់ចូលទៅកាន់វីដេអូរបស់ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចុច like subscribe និង comment ម្នាក់មួយផងគ្នាយើងហើយតោះចូលមកកាន់វីដេអូខ្ញុំទាំងអស់គ្នាមុនដំបូងយើងមកធ្វើការចុចចូល setting មកបន្ទាប់ពីចូល setting អ្នកទាំងអស់គ្នាចុចលើពាក្យថាទូរស័ព្ទរបស់ខ្ញុំឬក៏ឧបករណ៍នេះគ្នាយើងហើយទៅសម្រាប់ទូរស័ព្ទមួយចំនួនគឺវាមាននៅខាងក្រៅហ្នឹងដែលវាមានទាំងសសអ្នកទាំងអស់គ្នា វាអាចនឹងនៅខាងក្រៅតែទូរស័ព្ទរបស់ខ្ញុំគឺវានៅខាងក្នុងអ្នកទាំងអស់គ្នាយើងចូលមកកាន់ឈប់ខ្ញុំសុំបញ្ជាក់កន្លែងហ្នឹងបន្តិចទូរស័ព្ទខ្លះគាត់មានគេដាក់ថាកំណែតែវានៅខាងក្រៅប៉ុន្តែទូរស័ព្ទរបស់ខ្ញុំគឺវានៅខាងក្នុងអញ្ចឹងទូរស័ព្ទមួយចំនួនគ្នាយើងដែរចង់បើកហ្នឹងវាអាចនឹងនៅខាងក្រៅគឺគាត់ទៅចូលមកត្រឹមហ្នឹងមកវាអាចនឹងមាននៅម្ដុំហ្នឹងគេដាក់ថាកំណែបើសិនអ្នកទាំងអស់គ្នារកអត់ឃើញទេអញ្ចឹងវាអាចនៅខាងក្នុងអញ្ចឹងអ្នកទាំងអស់គ្នាចូលពាក្យថាព័ត៌មានកំណែមកព័ត៌មានកំណែហ្នឹងមកហើយអ្នកទាំងអស់គ្នាយកពាក្យថាលេខកំណែបង្កើតហើយចុចលើវាមកឲ្យគ្រប់7ដងអ្នកទាំងអស់គ្នាគ្រប់7ដងវានឹងបើកដោយអូតូប៉ុន្តែទូរស័ព្ទខ្ញុំវាជាប់លេខកូដអញ្ចឹងទៅវាតម្រូវឲ្យខ្ញុំវាយលេខកូដបើទូរស័ព្ទអ្នកទាំងអស់គ្នាអត់ដាក់លេខកូដទេគឺថាវាអត់ជាប់លេខកូដទេគឺចុចតែប៉ុណ្្នឹងទៅវាបានហើយវានឹងបើកឲ្យអូតូអាហ្នឹងរបៀបបើក developer អ្នកទាំងអស់គ្នាហើយបន្ទាប់ពីបើក developer ហ្នឹងហើយគឺអ្នកទាំងអស់គ្នាចេញមកខាងក្រៅវិញមកអ្នកទាំងអស់គ្នាអាចអូសទៅខាងក្រោមរកពាក្យថា system ខាងក្រោមគេហ្នឹងបើទូរស័ព្ទខ្លះអាចនឹងនៅខិតមកលើបន្តិចអីចឹងណាអ្នកទាំងអស់គ្នាតែរកពាក្យថា system ឬភាសាខ្មែរយើងហៅថាប្រព័ន្ធហ្នឹងអ្នកទាំងអស់គ្នាចូលក្នុងហ្នឹងមកបន្តមកអូសមកក្រោមទៅឲ្យអស់អ្នកទាំងអស់គ្នាអូសមកក្រោមឲ្យអស់ហើយអ្នកទាំងអស់គ្នារកពាក្យថាជំរើសអ្នកអភិវឌ្ឍឬក៏ភាសាអង់គ្លេសគេហៅ developer option ហ្នឹងគ្នាយើងចុចលើហ្នឹងមកហើយអ្នកទាំងអស់គ្នាអូសមកក្រោមអូសឲ្យរាងវែងបន្តិចអូសឲ្យរាងវែងមកអ្នកទាំងអស់គ្នារកកន្លែងសេរី developer ច្រឡំសេរី developer សេរី DPI ភាសាខ្មែរគេដាក់ថាតឹងតូចបំផុតហ្នឹងនេះអាហ្នឹងឬអង់គ្លេសគេដាក់ថា DPI ហ្នឹងហើយខ្ញុំណែនាំសម្រាប់អ្នកលេងហ្គេមទូរស័ព្ទធម្មតាអាចបើក520ហ្នឹងមកហើយសម្រាប់បងប្អូនយើងដែលគាត់ចង់ live game អញ្ចឹងអ្នកទាំងអស់គ្នាអាចបើកដល់720បានហើយសម្រាប់ខ្ញុំអ្នក live game ដែរខ្ញុំដាក់720អ្នកទាំងអស់គ្នាដាក់720អញ្ចឹងមកវានឹងទៅតឹងទូចប៉ុន្តែវាងាយស្រួលក្នុងការលេង game ហើយសម្រាប់ live ពេលយើង live ទៅវាអត់ទៅតាក់អ្នកទាំងអស់គ្នាសម្រាប់អ្នក live game សម្រាប់អ្នកបាញ់ធម្មតាបើកតែ520ទៅបានហើយយើងមកកាន់អានេះទៀតនេះអា3នេះអាកន្លែងមានលេខគុណណាអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចដាក់សមាមាត្រវាគុណ5អាហ្នឹងវាធ្វើឲ្យលបឿននៃក្រង់លបឿនអីវាដើរលឿនជាងមុនអ្នកទាំងអស់គ្នាឲ្យវាយើងក៏វាស្រួលអញ្ចឹងណាដាក់ហ្នឹងគុណ5ទាំង3ហ្នឹងមកហើយ developer សម្រាប់អ្នកលេងហ្គេមដាក់520អីទៅបានហើយសម្រាប់អ្នក live game live អីអាចដាក់ដល់720បានឬស្រេចចិត្តអ្នកទាំងអស់គ្នាថាលេងទៅវាស្រួលចង់ដាក់លើសហ្នឹងបន្តិចក៏បានដែរឬក៏ក្រោមហ្នឹងបន្តិចក៏បានដែរអ្នកទាំងអស់គ្នាស្រេចតែតាមចំណង់ចំណូលចិត្តយើងអញ្ចឹងណាហើយខ្ញុំមកធ្វើការតេស្តហ្គេមឲ្យអ្នកទាំងអស់គ្នាមើល